ចិញ្ចឹមកូនឲ្យបានល្អមិនមែនជារឿងងាយស្រួលនោះទេតើត្រូវធ្វើយ៉ាងណាដើម្បីចិញ្ចឹមកូនឲ្យបានទទួលជោគជ័យតើការដែលជោគជ័យមានន័យថាគាត់រកប្រាក់បានច្រើនមែនដែរឬទេតាមរយៈការស្រាវជ្រាវបែបជាសាស្ត្រអស់រយៈពេលរាប់សិបឆ្នាំមកនេះបានបង្ហាញថាការចិញ្ចឹមកូនបែបវិជ្ជមានជាកត្តាដ៏មានឥទ្ធិពលមួយក្នុងការជួយឲ្យក្មេងទទួលបានជោគជ័យនៅថ្ងៃអនាគតវីដេអូថ្ងៃនេះយើងមកដឹងអំពីរបៀបចិញ្ចឹមបីបាច់កូនដោយវិជ្ជមានដែលណែនាំដោយអង្គការ UNICEF ការចិញ្ចឹមកូនវិជ្ជមានគឺជាជំនាញមួយដែលយើងអាចរៀនសូត្របានបើអញ្ចឹងតើខ្ញុំគួរតែចាប់ផ្ដើមរៀនដោយរបៀបណាទៅនៅមុនពេលរៀនលោកអ្នកត្រូវដឹងអំពីគោលការណ៍ចម្បងសម្រាប់ការចិញ្ចឹមបីបាច់កូនវិជ្ជមានជាមុនសិនចាប់ផ្ដើមចេញដោយសេចក្តីស្រឡាញ់និងការគោរពកូនរបស់ខ្លួនខាងក្រោមជាសកម្មភាពងាយៗសម្រាប់លោកអ្នកក្នុងការចាប់ផ្ដើមបង្ហាញក្តីស្រឡាញ់ជាមួយនឹងកូនឲ្យបានញឹកញាប់លោកអ្នកចាប់ផ្ដើមធ្វើឲ្យកូនមានអារម្មណ៍ទទួលបានក្តីស្រឡាញ់តាមរយៈការប្រើប្រាស់ពាក្យសម្ដីការអោបនិងការមានពេលវេលាល្អៗជាមួយនឹងគ្នាតើមួយថ្ងៃលោកអ្នកបាននិយាយពាក្យថាប៉ាឬក៏ម៉ាក់ស្រឡាញ់កូនណាស់ប៉ុន្មានដងដែរហើយតើលោកអ្នកបានអោបឬថើបកូនដើម្បីបង្ហាញអំពីក្តីស្រឡាញ់របស់លោកអ្នកដែរឬទេសូមព្យាយាមធ្វើឲ្យបានច្រើនទាន់ពេលដែលគាត់នៅតូចពេលកូនខ្ញុំរៀនធំបន្តិចគាត់លែងសូវឲ្យខ្ញុំអោបនិងថើបច្រើនដូចមុនហើយកុំទុកឱកាសនេះឲ្យកន្លងហួសទៅអីចំណាយពេលវេលាផ្ទាល់ខ្លួនរបស់អ្នកជាមួយគ្នាសូមសាកល្បងចាប់ផ្ដើមពីរយៈពេលប្រមាណ20នាទីក្នុងមួយថ្ងៃដោយផ្ដោតទៅលើការលេងការជជែកគ្នាឬការធ្វើអ្វីដែលសប្បាយៗរួមគ្នាដូចជាច្រៀងចម្រៀងកំប្លែងជាមួយនឹងគ្នាមានពេលខ្លះខ្ញុំអនុញ្ញាតឲ្យកូនរបស់ខ្ញុំដឹកនាំខ្ញុំនៅក្នុងការធ្វើសកម្មភាពលេងផងដែរហើយលោកអ្នកក៏អាចយកកិច្ចការផ្សេងក្នុងផ្ទះទុកជាការកម្សាន្តដើម្បីធ្វើជាមួយគ្នាផងដែរដូចជានាំពួកគេលេងចានឬបោសសម្អាតផ្ទះជាដើមសូមចាំថាការលេងដូចនេះមិនចាំបាច់ត្រូវតែឲ្យបានស្អាតល្អនោះទេសូមយកកូនរបស់អ្នកជាមនុស្សសំខាន់ដោយបិទទូរស័ព្ទនិងទូរទស្សន៍ហើយផ្ដោតសកម្មភាពកម្សាន្តជាមួយនឹងពួកគេប៉ុណ្ណោះសរសើរចំណុចដែលកូនធ្វើបានល្អជារៀងរាល់ថ្ងៃក្មេងធ្វើសកម្មភាពជាច្រើនសូមព្យាយាមកត់សម្គាល់និងសរសើរនៅសកម្មភាពណាដែលកូនធ្វើបានល្អបើទោះបីជាសកម្មភាពមួយនោះតូចតាចក៏ដោយឧទាហរណ៍នៅពេលដែលគាត់ត្រឡប់មកពីសាលារៀនវិញគាត់លើកដៃជម្រាបសួរលោកអ្នកអាចនិយាយថាល្អណាស់កូនពេលមកដល់ផ្ទះភ្លាមកូនជម្រាបសួរប៉ាម៉ាក់ភ្លាមតែម្ដងពេលលូតលាស់បានល្អនៅពេលដែលពួកគាត់ទទួលបានការលើកសរសើរហើយគាត់នឹងបន្តធ្វើសកម្មភាពដដែលនោះបន្តទៀតការធ្វើបែបនេះនឹងជួយឲ្យក្មេងមានអារម្មណ៍ថាគាត់ទទួលបានក្តីស្រឡាញ់និងជាការបង្កើតបរិយាកាសល្អមួយក្នុងការរឹតចំណងទំនាក់ទំនងរបស់លោកអ្នកផងដែរកំណត់ការរំពឹងទុកឲ្យបានជាក់លាក់ជំនួសឲ្យការនិយាយថាកូនធ្វើខ្លួនជាក្មេងល្អមើលតើពាក្យថាក្មេងល្អនេះមានន័យយ៉ាងណាដែរសូមព្យាយាមនិយាយបញ្ជាក់ពីអ្វីដែលលោកអ្នកជាឪពុកម្ដាយចង់ឲ្យកូនលោកអ្នកធ្វើសាកល្បងនិយាយពាក្យនេះជំនួសវិញសូមកូនយកតុក្កតាទៅដាក់ក្នុងប្រអប់វិញតើលោកអ្នកឃើញពីភាពខុសគ្នាដែរឬទេលោកអ្នកបានបញ្ជាក់យ៉ាងច្បាស់អំពីអ្វីដែលលោកអ្នកចង់ឲ្យកូនរបស់លោកអ្នកធ្វើជំនួសឲ្យការប្រើប្រាស់ពាក្យពេចន៍ទូលំទូលាយខ្លាំងពេកសូមធ្វើការនិយាយប្រាប់កូនក្មេងអំពីច្បាប់វិន័យទាំងឡាយឲ្យមានលក្ខណៈសាមញ្ញហើយច្បាប់ទាំងនោះត្រូវតែមានលក្ខណៈជាការពិតជាក់ស្ដែងសមស្របទៅតាមអាយុរបស់ពួកគេក៏ដូចជាអ្វីដែលពួកគេអាចធ្វើទៅបានធ្វើការជំនះការដាក់ស្លាកទុរយសឬ stereotype ធ្វើការលើកទឹកចិត្តឲ្យក្មេងៗគ្រប់គ្នាទាំងអស់ស្វែងរកការលេងសកម្មភាពកម្សាន្តនិងទួនាទីខុសៗគ្នាដោយមិនតម្រូវថាសកម្មភាពណាមួយជាសកម្មភាពរបស់ក្មេងស្រីឬក៏សកម្មភាពរបស់ក្មេងប្រុសនោះទេការដែលក្មេងៗលេងមិនបានមានន័យថាគាត់នឹងខ្លាចខ្លួនជាក្មេងស្រីឬក៏ក្មេងប្រុសនោះដែរតែវាជាការជួយឲ្យក្មេងស្វែងរកនៅអ្វីដែលខ្លួនពេញចិត្តនិងបង្កើតភាពច្នៃប្រឌិតពេលអនាគតខាងមុខទៅវិញនោះទេសូមបន្តគាំទ្រឲ្យក្មេងៗប្រុសចេះយកចិត្តទុកដាក់ជាមួយនឹងអ្នកដទៃនិងក្មេងៗស្រីមានភាពក្លាហានខ្លាចជាអ្នកដឹកនាំបន្តធ្វើគំរូក្មេងៗរៀនបានតាមរយៈការសង្កេតមើលលោកអ្នកនៅពេលដែលលោកអ្នកនៅរក្សាអារម្មណ៍ស្ងប់និងរាក់ទាក់ពួកគេទំនងជាធ្វើដូចគ្នានឹងលោកអ្នកផងដែរប្រសិនបើលោកអ្នកចង់ឲ្យពួកគាត់ជួយការងារក្នុងផ្ទះតើតែលោកអ្នកធ្វើឲ្យគេឃើញហើយព្យាយាមនាំពួកគេធ្វើជាមួយគ្នាជាលក្ខណៈសប្បាយសូមចាំថាបើចង់ឲ្យគេធ្វើតើតែលោកអ្នកធ្វើឲ្យគេឃើញផងដែរ
ប្រាស់ផលវិបាកតែមិនតាក់ទងនឹងអំពើហិង្សាសូមពន្យល់ឲ្យក្មេងៗដឹងថាប្រសិនបើពួកគាត់បំពានច្បាប់កំណត់តើនឹងមានអ្វីកើតឡើងនៅពេលអនុវត្តផលវិបាកទាំងអស់នោះសូមធ្វើដោយមិនមានអារម្មណ៍ខឹងសម្បារជាមួយនឹងក្មេងៗដោយសារការបំពានច្បាប់របស់ពួកគាត់នោះឡើយហើយនៅពេលដែលពួកគាត់ធ្វើបានត្រឹមត្រូវសូមសរសើរពួកគេដើម្បីកុំឲ្យពួកគេគិតថាពេលដែលខ្ញុំខុសស្អីក៏បន្ទោសដែរដាក់វិន័យទៀតផងតែបើពេលដែលធ្វើបានល្អមិនទទួលបានអីទាំងអស់ផ្ដល់ឱកាសឲ្យក្មេងៗធ្វើអ្វីដែលត្រឹមត្រូវមុនពេលដាក់ផលវិបាកផ្សេងសូមធ្វើការបញ្យល់ឲ្យបានច្បាស់អំពីអ្វីដែលនឹងត្រូវធ្វើដើម្បីឲ្យមានការផ្លាស់ប្ដូរជាឧទាហរណ៍កូនសូមកុំគូសគំនូសលើជញ្ជាំងឬក៏កូននឹងឈប់លេង color នៅថ្ងៃនេះទៀតនេះជាការផ្ដល់នៅពេលវេលាស័ក្តិសមមួយសម្រាប់ពួកគាត់ដើម្បីធ្វើការកែសម្រួលសកម្មភាពរបស់ខ្លួនហើយជួយឲ្យពួកគេធ្វើវាបានដោយជោគជ័យបញ្ចេញអារម្មណ៍មកក្រៅសមស្របសូមបង្កើតផ្ទះឲ្យក្លាយជាទីកន្លែងមួយដែលមានសុវត្ថិភាពសម្រាប់កូនទាំងអស់អាចបង្ហាញនៅអារម្មណ៍របស់ខ្លួនបានដោយសេរីហើយអនុញ្ញាតឲ្យក្មេងៗប្រុសដឹងថាគាត់អាចយំបានហើយក្មេងៗស្រីអាចបញ្ចេញមតិយោបល់របស់ខ្លួននៅក្នុងផ្ទះបានផងដែរសូមជៀសវាងនិយាយថាក្មេងប្រុសមិនគួរយំនោះទេឬកូនឯងកុំធ្វើដូចក្មេងស្រីមើលសូមចាំថាការឲ្យគាត់បញ្ចេញអារម្មណ៍ដោយសុវត្ថិភាពនឹងអាចជួយឲ្យក្មេងៗរៀនពីរបៀបក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានល្អដែលជាផ្នែកមួយធ្វើឲ្យជីវិតទទួលបានជោគជ័យអនុញ្ញាតឲ្យក្មេងៗចូលរួមកំណត់ច្បាប់ទម្លាប់សូមអនុញ្ញាតឲ្យកូនរបស់លោកអ្នកជួយនៅក្នុងការបង្កើតច្បាប់ទម្លាប់ងាយៗណាមួយនៅក្នុងគ្រួសារហើយក៏ចូលរួមដាក់ផលវិបាកពេលដែលមិនបានធ្វើទៅតាមអ្វីដែលបានកំណត់ការធ្វើបែបនេះនឹងជួយឲ្យពួកគាត់យល់ថាខ្លួនមានទំនួលខុសត្រូវនិងគោរពតាមអ្វីដែលខ្លួនបានដាក់ប្រសើរជាងការដែលដាក់តែពីមនុស្សធំផ្ដល់នូវភាពស្មើគ្នាពេលនិយាយជាមួយក្មេងៗលោកអ្នកសាកល្បងអង្គុយចុះឬលុតជង្គង់ឲ្យស្មើជាមួយនឹងពួកគេព្រោះថាការធ្វើបែបនេះបង្ហាញថាយើងគោរពយើងជួយឲ្យគាត់ដឹងថាអ្វីដែលគាត់ធ្វើនិងនិយាយត្រូវបានស្ដាប់ឮហើយការដែលធ្វើបែបនេះក៏ជាការកសាងទំនាក់ទំនងល្អផងដែរហើយប្រសិនបើកូនអ្នកជាក្មេងជំទង់សូមកុំចាត់ទុកពួកគេថាជាកូនក្មេងតូចទៀតដែលនៅមិនដឹងខ្យល់អីនោះឡើយសូមផ្ដល់អំណាចដល់ពួកគេនៅទំនួលខុសត្រូវផ្សេងៗដើម្បីជួយឲ្យពួកគេរៀនសូត្រអំពីជំនាញនៅក្នុងការគ្រប់គ្រងដែលជាទំនួលខុសត្រូវរបស់ពួកគេផងដែរកម្មវិធីទាំងអស់នេះប្រហែលជាមិនអាចធ្វើបានទាំងអស់ក្នុងពេលតែមួយនោះទេតែសូមសាកល្បងធ្វើសកម្មភាពណាមួយដែលលោកអ្នកយល់ថាងាយស្រួលជាងគេជាមុនសូមកុំព្យាយាមប្រៀបធៀបសកម្មភាពរបស់ខ្លួនជាមួយនឹងអ្នកដទៃព្រោះថាគ្រួសារនីមួយៗមិនដូចគ្នានោះទេការចិញ្ចឹមបីបាច់កូនវិជ្ជមានគោលដៅសំខាន់គឺជាប់ទំនាក់ទំនងជាមួយគ្នាមិនមែនជាការគ្រប់គ្រងចាប់ផ្ដើមជាមួយនឹងជំហានតូចរាល់ការចាប់ផ្ដើមរបស់លោកអ្នកនឹងបង្កើតឲ្យមានការផ្លាស់ប្ដូរដទៃទៀតដែលបង្កើតឲ្យមានការផ្លាស់ប្ដូរដ៏ធំមួយនៅទីបំផុតសូមចាំថាលោកអ្នកមិនចាំបាច់ត្រូវតែខ្លាចខ្លួនជាឪពុកម្ដាយដែលល្អឥតខ្ចោះនោះទេជាសរុបមកការចិញ្ចឹមកូនដោយវិជ្ជមានយើងអាចរៀនសូត្របានហើយនៅពេលដែលយើងជាឪពុកម្ដាយធ្វើទៅដោយក្តីស្រឡាញ់នោះវានឹងជួយឲ្យកូនលូតលាស់បានកាន់តែប្រសើរមិនមានគម្ពីរណាមួយដែលអាចបង្រៀនលោកអ្នកឲ្យក្លាយជាឪពុកម្ដាយល្អឥតខ្ចោះបាននោះទេសូមព្យាយាមឲ្យល្អបំផុតសម្រាប់កូនរបស់លោកអ្នកនោះលោកអ្នកនឹងធ្វើឲ្យពួកគេដឹងថាលោកអ្នកខិតខំប្រឹងរួចជាស្រេចហើយប្រសិនបើខ្ញុំជ្រើសរើសរវាងហានិភ័យដែលកូនខ្ញុំនឹងទទួលអំពីការចិញ្ចឹមបីបាច់កូនបែបតឹងរឹងនិងឱកាសទទួលបានជោគជ័យពីការចិញ្ចឹមបីបាច់កូនវិជ្ជមានខ្ញុំនឹងជ្រើសរើសយកឱកាសឲ្យពួកគាត់ទទួលបានជោគជ័យច្រើនជាងបើទោះបីជាកូនធំហើយក៏ដោយក៏លោកអ្នកនៅតែអាចជាឪពុកម្ដាយដែលស្រឡាញ់កូនបានដដែលសូមចាប់ផ្ដើមនៅថ្ងៃនេះបើយល់ថាវីដេអូមួយនេះមានប្រយោជន៍សូមជួយចុច like និង share ទៅកាន់ឪពុកម្ដាយនិងមនុស្សដទៃទៀតនៅចំណេះដឹងទាំងអស់នេះផងប្រសិនបើលោកអ្នកមិនទាន់ Subscribe លោកអ្នកអាចពិចារណាចុច Subscribe ផងដែរដើម្បីទទួលបានវីដេអូចែករំលែកពីចំណេះដឹងថ្មីនាពេលក្រោយទៀតសូមអរគុណនិងជម្រាបលាជួបគ្នានៅវីដេអូក្រោយ